យើងពងទឹកមុនណាដាក់ចូលចឹងហើយយើងត្រឡប់វាហើយយើងភ្លក់តាមរសជាតិដែលយើងចូលចិត្តហ្នឹងតែផ្អែមជូរចឹងព្រោះនេះថាជូរអែមចឹងជំនាញគ្រូបងប្អូនអញ្ចឹងយើងរសជាតិរបស់វាគឺតែផ្អែមជូរហ្នឹងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនធ្វើឆ្អឹងជំនីកំពងជូរអែមបងប្អូនមកមើលខ្លួនយើងមកមើលបន្លែដែលយើងត្រូវផ្សំដាក់ជាមួយនឹងសាច់ជ្រូកបងប្អូនគឺមានម្នាស់មានការ៉ុតហើយក៏មានម្ទេសផ្លោកខៀវបងប្អូនទៅឆ្កឹះយកស្នូកដាវាចេញហើយយើងក៏ហាន់វាជាចំណិតតូចៗបន្ទាប់មកក៏មានម្ទេសផ្លោកក្រហមបងប្អូនហាន់ដូចគ្នាអញ្ចឹងជាចំណិតតូចៗដូចគ្នាអញ្ចឹងមកនេះឆ្អឹងជំនីជ្រូកបងប្អូនកន្លះគីឡូខ្ញុំទិញមកយើងយកមកដាក់នឹងចាក់ដាច់ទឹកមួយសិនហើយយើងយកមកលាយនឹងម្សៅបំពងណាហើយចាំយើងយកវាទៅបំពងយើងយកមកច្របល់ជាមួយនឹងម្សៅបំពងសិនដល់ពេលយើងបំពងឆ្អឹងជំនីទៅវាអត់ផ្ទុះហើយវាធ្វើឲ្យឆ្អឹងជំនីយើងស្រួយលឿនយើងច្របល់វាចូលគ្នាអញ្ចឹងហើយយើងទុកវាដល់ឡែកមួយសិនបន្ទាប់មកយើងមកដាក់ឆ្នាំងខ្ទះយើងដាក់ឆ្នាំងខ្ទះយើងបើកភ្លើងឲ្យឆ្នាំងខ្ទះរៀងក្តៅបន្តិចហើយចាំយើងចាក់ខ្លាញ់ចូលបងប្អូនចាក់ខ្លាញ់ចូលហើយយើងទុកខ្លាញ់របស់យើងនឹងឲ្យរៀងក្តៅបន្តិចសិនពេលដែលខ្លាញ់យើងក្តៅហើយចាំយើងដាក់ឆ្អឹងជំនីយើងនឹងចូលទៅហើយគ្រឿងផ្សំដូចជាបន្លែគឺយើងអត់មានអីច្រើនទេបងប្អូននេះយើងមានដូចជាម្នាស់យើងហាន់ចំណិតតូចៗហើយការ៉ុតយើងហាន់ដុំចំណិតតូចៗហើយនឹងម្ទេសផ្លោកធំយើងហាន់ម្ទេសផ្លោកធំនេះមានពណ៌ក្រហមនិងពណ៌ខៀវហើយនឹងជីនេះយើងដាក់រោយមុខវាទៅលើជីវ៉ាន់ស៊ុយបងប្អូនហើយគ្រឿងផ្សំរបស់វាមានទឹកប៉េងប៉ោះទឹកម្ទេសទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងប៊ីចេងស្ករតែប៉ុណ្្នឹងឯងអត់មានអីច្រើនទេឥឡូវខ្លាញ់ក្តៅហើយយើងចាក់ក្តៅមកបំពងជ្រូកយើងម្ដងណាឆ្អឹងជំនីបងចឹងជំនីរបស់យើងឲ្យវាស្រួយទៅណាបងចាំយើងទៅឆាជាមួយនឹងបន្លែអីចឹងណាបងប្អូនឥឡូវឆ្អឹងជំនីជប់យើងនេះបំពងឆ្អឹងហ្នឹងនេះក្រហមណាចាប់តាមក្រហមស្រួយហើយតែពេលចឹងហើយយើងចាប់ផ្ដើមបិទភ្លើងណាបងប្អូនយើងវាដាក់មួយឡែកសិនខ្លាំងចឹងទៅឲ្យចាំយើងទៅផ្សំគ្រឿងឆាវាម្ដងយើងដួសវាដាក់មួយឡែកសិនបងប្អូនបងប្អូនឥឡូវយើងមកផ្សំគ្រឿងសិនណាផ្សំគ្រឿងឆាយើងផ្សំតែម្ដងហ្មងដាក់ស្ករ2ស្លាបព្រាយើងប្រើប៊ីចេងយើងប្រើតែបន្តិចទេមកយើងប្រើទឹកប៉េងប៉ោះខុសខ្មែរបងប្អូនមិនខុសសៀមណាខ្ញុំដាក់ទឹកប៉េងប៉ោះ2ស្លាបព្រាខ្ញុំអត់ប្រើទឹកម្ជូរ7ទុំទេខ្ញុំប្រើទឹកម្ទេសនិងទឹកប៉េងប៉ោះហើយព្រោះអីបន្លែរបស់យើងមានម្នាស់ហើយអញ្ចឹងទៅមានរសជាតិជូរស្រាប់ហើយទឹកត្រីបន្តិចទឹកស៊ីអ៊ីវបន្តិចនិងប្រេងខ្យងហើយចាននេះហើយយើងកូរវាសោកចាក់ហើយយើងកុំភ្លេចថែមទឹកជីបន្តិចណាថែមបន្តិចមកយើងកូរចូលជាមួយគ្រឿងកូរចូលវាឲ្យសព្វវាល្បាសតែមួយបងប្អូនកូរវាឲ្យសព្វចូលគ្នាអញ្ចឹងហើយយើងទុកវាចោលសិនយើងចាក់ខ្លាញ់ចូលងុយហើយយើងចាប់ផ្ដើមមើលចាក់អាទឹកគ្រឿងដែលយើងកូរមិញចូលបងប្អូនឲ្យខ្ទឹមយើងឈ្ងុយយើងក្រហមបន្តិចសិនណានេះហើយខ្ទឹមយើងចាប់ផ្ដើមឈ្ងុយក្រហមហើយយើងចាក់គ្រឿងនេះចូលហើយយើងចាប់ដាក់បន្លែចូលទៅផាត់បន្លែយើងឲ្យស្លោបន្តិចបងប្អូនយើងឆ្អិនទៅចាំយើងដាក់សាច់អង្គុយដែលយើងបំពងមុននេះចាក់ចូលជាមួយគ្នាទៅ
ហើយយើងចាប់ផ្ដើមដាក់ទឹកអំពីជូរចូលទៅនេះហើយយើងកូនទឹកមុនណាដាក់ចូលចឹងហើយយើងត្រឡប់វាហើយយើងភ្លក់តាមរសជាតិដែលយើងចូលចិត្តហ្នឹងប្រៃផ្អែមជូរហ្នឹងព្រោះឲ្យឆាជូរអែមចឹងជំនាញគ្រូបងប្អូនអញ្ចឹងយើងរសជាតិរបស់វាគឺប្រៃផ្អែមជូរហ្នឹងព្រោះខ្ញុំអត់ប្រើទឹកកកទុំទេព្រោះអីនេះហៅយើងប្រើទឹកពីប៉ោះនឹងម្ទេសហើយម្នាស់នេះយើងចេញជូរច្រើនហ្នឹងហើយប៉ុណ្ណឹងរួចរាល់ហើយបងប្អូនឡើងហើយយើងភ្លក់តាមរសជាតិរបស់យើងហើយយើងដួសដាក់ចានរសជាតិដែលខ្ញុំនិយាយមិញគឺល្មមហ្មងបងប្អូនអត់មានស្លុតថែមលើទៀតទេគឺផ្អែមស្អាតល្មមយកដួសដាក់ចានយើងតុបតែងមុខម្ហូបដល់ជីបានស៊ុយទៅឥឡូវឆ្អឹងជំនីបំពងឆាជូរអែមរបស់យើងគឺដល់ទីបញ្ចប់បងប្អូននេះមុខម្ហូបរបស់យើងអញ្ចឹងបងប្អូនកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីៗបន្តទៀតបងប្អូនអរគុណចាស់បងប្អូនជម្រាបលា